ត្រីឆ្លាមសក់ដែលមានឈ្មោះវិទ្យាសាស្ត្រថា Sacharodon cacharias គឺជាសត្វមុំសាសីសត្វស៊ីសាច់ដ៏ធំនិងមានឥទ្ធិពលបំផុតមួយនៅក្នុងមហាសមុទ្រខាងក្រោមនេះគឺជាការរៀបរាប់លម្អិតអំពីលក្ខណៈពិសេសរបស់វា 1. រូបរាងនិងទំហំពណ៌សម្បុរឈ្មោះរបស់វាបានមកពីផ្នែកខាងក្រោមនៃពោះដែលមានពណ៌សខណៈផ្នែកខាងក្នុងមានពណ៌ប្រផេះការលាយពណ៌បែបនេះជួយឲ្យវាបន្លំខ្លួនក្នុងទឹកមើលពីក្រោមទៅលើឃើញពណ៌សដូចពន្លឺមេឃមើលពីលើចុះក្រោមឃើញពណ៌ខ្មៅដូចបាតសមុទ្រទំហំជាមធ្យមវាមានប្រវែងពី4ទៅ6ម៉ែត្រនិងមានទម្ងន់ចន្លោះពី2ទៅ3តោនត្រីឆ្លាមសញីច្រើនតែមានទំហំធំជាងត្រីឆ្លាមសឈ្មោលធ្មេញវាមានធ្មេញរាងត្រីកោណធំៗនិងមានធ្មេញរណាប្រហែល 3000 គ្រាប់ដែលដុះតម្រៀបគ្នាជាច្រើនជួរនៅពេលធ្មេញមួយបាក់ធ្មេញថ្មីនឹងដុះមកជំនួសភ្លាម 2. សមត្ថភាពពិសេសការហិតក្លិនវាអាចហិតក្លិនឈាមបានក្នុងចម្ងាយរាប់គីឡូម៉ែត្រទោះបីជាឈាមនោះមានត្រឹមតែមួយដំណក់ក្នុងទឹកសមុទ្រដ៏ច្រើនក៏ដោយឧបករណ៍ចាប់សញ្ញាអគ្គិសនីវាមានរន្ធតូចៗនៅត្រង់ច្រមុះហៅថា ampulle of Lorenzini ដែលអាចចាប់សញ្ញាអគ្គិសនីខ្សោយៗដែលបញ្ចេញដោយចលនាសាច់ដុំរបស់សត្វដទៃល្បឿនវាអាចហែលទឹកបានក្នុងល្បឿនរហូតដល់56គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចហក់ឡើងផុតពីផ្ទៃទឹកនៅពេលដេញចាប់ចំណី 3. របបអាហារនិងការរស់នៅអាហារត្រីឆ្លាមសចូលចិត្តស៊ីសត្វដែលមានជាតិខ្លាញ់ខ្ពស់ដូចជាតោសមុទ្រភេកត្រីធំៗនិងជួនកាលស៊ីសាកសពត្រីបាឡែនជំរកពួកវាចូលចិត្តរស់នៅក្នុងទឹកដែលមានសីតុណ្ហភាពត្រជាក់ល្មមនិងតាមតំបន់ឆ្នេរដែលមានសត្វភារស់នៅច្រើនដូចជាឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូងអូស្ត្រាលីនិងកាលីហ្វ័រញ៉ា 4. ការពិតដែលគួរឲ្យចាប់អារម្មណ៍មិនមែនជាអ្នកស៊ីមនុស្សដោយដែលបានជម្រាបពីមុនមនុស្សមិនមែនជាចំណីធម្មជាតិរបស់វាទេការខំភាគច្រើនកើតឡើងដោយសារវាច្រឡំមនុស្សទៅនឹងសត្វភេរអាយុកាលត្រីឆ្លាមសអាចរស់បានរហូតដល់70ឆ្នាំឬលើសពីនេះដែលធ្វើឲ្យវាជាសត្វសមុទ្រដែលមានអាយុវែងបំផុតមួយការអភិរក្សបច្ចុប្បន្នត្រីឆ្លាមសក់កំពុងប្រឈមនឹងការផុតពូជដោយសារការនេសាទហួសកម្រិតនិងការបំពុលបរិស្ថានសមុទ្រ